នៅឆ្នាំ1905ក្នុងរយៈពេលត្រឹមតែ1ឆ្នាំ Einstein បានរកឃើញនៅទ្រឹស្ដីសំខាន់ចំនួន4ដោយទ្រឹស្ដីនីមួយៗសុទ្ធតែមានតម្លៃខាងវិទ្យាសាស្ត្រដែលគួរអាចទទួលរង្វាន់ Nobel រូបវិទ្យាបានក៏ប៉ុន្តែនៅពេលនោះទ្រឹស្ដីដែលបង្កើតឡើងដោយបុគ្គលិកតូចតាចមួយនៅឯការិយាល័យចុះបញ្ជីវិញ្ញាបនបត្រកម្មស៊ីនេះមិនសូវជាមានអ្នកចាប់អារម្មណ៍យកភ្នែកមើលប៉ុន្មាននោះទេហើយរហូតទាល់តែ4ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ1909ទើប Einstein ត្រូវបានគេទទួលឲ្យធ្វើជាសាស្ត្រាចារ្យខាងរូបវិទ្យានៅឯសាកលវិទ្យាល័យ Swiss នៅក្នុងអំឡុងពេលនោះ Einstein នៅតែបន្តធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រកម្មដដែលហើយនៅតែបន្តចំណាយពេលក្រៅម៉ោងធ្វើការយកទៅធ្វើការស្រមើស្រមៃត្រិះរិះពិចារណានិងសិក្សាទៅលើទ្រឹស្ដីវិទ្យាសាស្ត្រដោយអ្វីដែលលោកធ្លាប់ធ្វើកាលពីពេលមុននៅពេលនោះ Einstein មិនស្កប់ចិត្តនឹងទ្រឹស្ដី Special Relativity របស់លោកដោយមើលឃើញថាវាគឺជាទ្រឹស្ដីដែលមិនពេញលេញដោយសារតែវាអាចអនុវត្តបានតែក្នុងករណីពិសេសមួយគឺក្នុងករណីដែលវត្ថុមានចលនានៅក្នុងល្បឿនថេរដោយគ្មានសន្ទុះ Einstein បានដាក់ចិត្តថានឹងធ្វើការសិក្សាដើម្បីពង្រីកទ្រឹស្ដីនេះឲ្យទៅជាទ្រឹស្ដីដែលអនុវត្តបាននៅក្នុងករណីជាទូទៅហើយនៅចុងឆ្នាំ1907នៅពេលដែលកំពុងរៀបចំសរសេរនិងសម្រួលទ្រឹស្ដីរបស់លោកដើម្បីត្រៀមចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Einstein ក៏ចាប់ផ្ដើមរកឃើញដំណោះស្រាយហើយដំណោះស្រាយនេះក៏មិនខុសពីដំណោះស្រាយទៅលើទ្រឹស្ដីភាគច្រើនផ្សេងទៀតកាលពីពេលមុនដែរគឺកើតចេញពីការអង្គុយគិតពិចារណាតាមបែបស្រមើស្រមៃឬដែលគេអាចហៅថាជាការធ្វើពិសោធន៍ដោយក្នុងគំនិតដែលជាចំណុចចាប់ផ្ដើមដ៏សំខាន់ដែលឈានទៅរកការបង្កើតទ្រឹស្ដី General Relativity ហើយដែលក្រោយមក Einstein បានហៅថាជាគំនិតដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់លោកគឺបានលេចឡើងនៅពេលដែល Einstein កំពុងតែអង្គុយធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រកម្ម Einstein គិតស្រមៃថាប្រសិនបើមនុស្សម្នាក់ជិះនៅក្នុងចន្តាយន្តហើយចន្តាយន្តនេះដាច់ខ្សែធ្លាក់ពីលើកំពូលអគារដ៏ខ្ពស់មួយសម្រាប់អ្នកនៅខាងក្រៅចន្តាយន្តគេអាចនិយាយបានថាទាំងចន្តាយន្តនិងអ្នកជិះនៅខាងក្នុងនឹងធ្លាក់ចុះនៅក្នុងល្បឿនស្មើគ្នាដោយស្របទៅតាមទ្រឹស្ដីទម្លាក់សេរីរបស់យ៉ានីឡេពោលគឺគ្រប់វត្ថុទាំងអស់មិនថាមានទម្ងន់ខុសគ្នាប៉ុណ្ណានោះទេសុទ្ធតែធ្លាក់ចុះនៅក្នុងល្បឿនស្មើគ្នាក៏ប៉ុន្តែសម្រាប់អ្នកជិះនៅក្នុងចន្តាយន្តវិញដែលបិទចិត្តមិនអាចមើលឃើញពីទិដ្ឋភាពខាងក្រៅបាននៅក្នុងរយៈពេលប៉ុន្មានវិនាទីមុនពេលដែលចន្តាយន្តធ្លាក់ចុះទៅដល់ដីគឺប្រកាសជាមានអារម្មណ៍ថាខ្លួនហាក់ដូចជាអណ្ដែតនៅក្នុងចន្តាយន្តពោលគឺប្រៀបបាននៅក្នុងករណីចន្តាយន្តនេះកំពុងស្ថិតនៅស្ងៀមនៅកណ្ដាលទីអវកាសដែលគ្មានកម្លាំងទំនាញអ្វីទាំងអស់ Einstein បានគិតស្រមៃជាបន្តទៀតថានៅក្នុងករណីចន្តាយន្តនៅកណ្ដាលទីអវកាសប្រសិនបើគេអាចចងខ្សែកាបធ្ពក់ពីលើដំបូលចន្តាយន្តហើយទាញឡើងនៅក្នុងសន្ទុះមួយថេរបើមើលពីខាងក្រៅនៅពេលដែលចន្តាយន្តមានចលនាឡើងលើអ្នកនៅខាងក្នុងចន្តាយន្តដែលពីដំបូងនៅស្ងៀមគឺត្រូវរងកម្លាំងរុញពីបាតចន្តាយន្តក៏ប៉ុន្តែសម្រាប់អ្នកនៅខាងក្នុងចន្តាយន្តដែលមិនអាចមើលឃើញទិដ្ឋភាពខាងក្រៅគឺប្រកាសជាមានអារម្មណ៍ថាខ្លួនកំពុងតែរងកម្លាំងទំនាញដែលទាញចុះទៅបាតចន្តាយន្តពោលគឺប្រៀបបាននឹងករណីចន្តាយន្តស្ថិតនៅស្ងៀមនៅលើផែនដីដូច្នោះដែរចេញពីការគិតស្រមៃបែបនេះ Einstein បានទាញនៅសេចក្តីសន្និដ្ឋានមួយថាសន្ទុះនិងកម្លាំងទំនាញដែលជាសញ្ញាពីរដាច់ពីគ្នាតែបង្កើតនៅទិដ្ឋភាពដូចគ្នាដែល Einstein ឲ្យឈ្មោះថាគោលការណ៍សមមូលពោលគឺសមមូលរវាងកម្លាំងទំនាញនិងសន្ទុះចេញពីគោលការណ៍នេះ Einstein បានកំណត់ថាគន្លឹះនៅក្នុងការពង្រីកទ្រឹស្ដី Special Relativity ឲ្យទៅអាចអនុវត្តជាទូទៅបានទាំងក្នុងករណីចលនាក្នុងល្បឿនថេរនិងក្នុងករណីមានសន្ទុះគឺត្រូវគិតបញ្ចូលនៅទ្រឹស្ដីនៃកម្លាំងទំនាញនៅពេលនោះ Einstein មិនត្រឹមតែអាចដោះស្រាយចំណោទទាក់ទងនឹង General Relativity ប៉ុណ្ណោះទេក៏ប៉ុន្តែលោកថែមទាំងអាចបង្កើតនូវសញ្ញាថ្មីនៃកម្លាំងទំនាញដែលជាការសើរើឡើងវិញនៅទ្រឹស្ដីដែលមានអាយុកាលជាង300ឆ្នាំរបស់ Isaac Newton យោងតាមទ្រឹស្ដីរបស់ Newton កម្លាំងទំនាញគឺជាកម្លាំងដែលមានឥទ្ធិពលទាញវត្ថុមួយឲ្យចេញពីស្ថានភាពដើមកម្លាំងទំនាញរបស់ផែនដីដែលទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកក្រោម
ក៏ប៉ុន្តែយោងតាមទ្រឹស្ដីរបស់ Einstein វិញជាពិសេសទៅតាមការគិតពិចារណាទៅលើករណីមនុស្សនៅក្នុងចនាយន្តគេមិនអាចកំណត់បានដោយប្រកាសដាច់ខាត់បានទេថាតើផែនដីនៅស្ងៀមហើយផ្លែប៉ោមធ្លាក់ចុះមកដីគឺកម្លាំងទំនាញតាមទ្រឹស្ដី Newton ឬក៏ផ្លែប៉ោមនៅស្ងៀមតែផែនដីដែលមានសន្ទុះឡើងទៅលើប៉ះនឹងផ្លែប៉ោមដែលនេះគឺជាសន្ទុះយោងតាម Einstein យន្តការនៃអ្វីដែលយើងហៅថាកម្លាំងទំនាញសកលតាមក៏ពិតទៅមិនមែនជាកម្លាំងដែលទាញវត្ថុមួយឲ្យចេញពីស្ថានភាពដើមដោយដែលគេធ្លាប់គិតតាំងពីសម័យកាល Newton មកនោះទេផ្ទុយទៅវិញកម្លាំងទំនាញធ្វើឲ្យលំហពេលដែលតាមភាសាអង់គ្លេសថា space time ត្រូវកោងហើយភាពកោងនៃលំហពេលនេះហើយដែលធ្វើឲ្យវត្ថុមួយមានចលនាចេញពីស្ថានភាពដើមរបស់ខ្លួនហើយបើតាម Einstein សូម្បីតែពន្លឺក៏ទទួលរងឥទ្ធិពលពីភាពកោងនៃលំហពេលនេះដែរពលគឺកម្លាំងទំនាញអាចធ្វើឲ្យកន្លងនៃចលនារបស់ពន្លឺត្រូវកោងទ្រឹស្ដីតាក់ទងទៅនឹងកម្លាំងទំនាញនិងភាពកោងនៃលំហពេលនេះត្រូវបានគេស្គាល់ទៅជាងទ្រឹស្ដីផ្សេងទៀតរបស់ Einstein ក៏ប៉ុន្តែតាមក៏ពិតទៅនេះទើបជាទ្រឹស្ដីដ៏សំខាន់បំផុតដែលគេរាប់ថាជាបដិវត្តន៍នៃរូបវិទ្យាសម័យទំនើបគឺរវាងរូបវិទ្យាសម័យកាល Newton និងរូបវិទ្យាសម័យកាល Einstein ទ្រឹស្ដីតាក់ទងទៅនឹងកម្លាំងទំនាញនិងភាពកោងនៃលំហពេលត្រូវបាន Einstein កំណត់ជាសមត្ថកម្មឡើងនៅក្នុងឆ្នាំ1907ហើយបានចុះផ្សាយទ្រឹស្ដីតាក់ទងទៅនឹងឥទ្ធិពលនៃកម្លាំងទំនាញទៅលើគន្លងចលនារបស់ពន្លឺនៅឆ្នាំ1911ក៏ប៉ុន្តែមកទល់នឹងពេលនោះ Einstein នៅមិនទាន់អាចរៀបចំបង្កើតជាទ្រឹស្ដីតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវនៅឡើយនោះទេដោយត្រូវចំណាយពេលជាច្រើនឆ្នាំបន្តមកទៀតដើម្បីព្យាយាមរកវិធីពន្យល់និងបញ្ជាក់ទ្រឹស្ដីរបស់លោកតាមរយៈរូបមន្តគណិតវិទ្យារហូតដល់ចុងឆ្នាំ1915ទើប Einstein បង្កើតបាននូវរូបមន្តពេញលេញមួយក្នុងការបញ្ជាក់អំពីទ្រឹស្ដី General Relativity របស់លោកក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយទ្រឹស្ដីនេះនៅតែមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រជាទូទៅទទួលស្គាល់នៅឡើយដោយសារតែវាជាទ្រឹស្ដីថ្មីស្រឡាងដែលផ្ទុយស្រឡះពីអ្វីដែលគេធ្លាប់គិតពីមុនហើយជាងនេះទៅទៀតវាគឺជាទ្រឹស្ដីដែលមានលក្ខណៈអរូបីខ្លាំងពេកដោយមិនមានភស្តុតាងជាក់ស្ដែងអាចមកបញ្ជាក់បានគេត្រូវរងចាំរហូតដល់ឆ្នាំ1919ទើបអាចរកឃើញភស្តុតាងមកបញ្ជាក់ទ្រឹស្ដី General Relativity ត្រូវបានគេទទួលស្គាល់យ៉ាងពេញលេញហើយ Einstein ក៏បានក្លាយទៅជាអ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតមួយនៅទូទាំងពិភពលោក